Và sau đây ngày nayយើងរៀនសៀវភៅម៉ាតូម៉េកម្រិតអិនយ៉ុងយើងរៀនអំពីខញ្ជីមុនខញ្ជីក្នុងភាសាជប៉ុនចែកចេញជាពីរគឺអង្គយូមិនិងគុនយូមិសម្រាប់អង្គយូមិគឺយើងជារបៀបអានបែបចិនហើយការចំណាំរបស់យើងគឺមានខញ្ជីចាប់ពីពីរព្យាង្គឡើងទៅភាគច្រើនសម្រាប់អានសម្លេងអានបែបគុនយូមិគឺយើងអានបែបជប៉ុនជាទូទៅគឺមានខញ្ជីលាយជាមួយនឹងហេរ៉ាកាណាគឺយើងអានសម្លេងបែបគុនយូមិតើឥឡូវយើងបកប្រែពាក្យតែម្ដងទៅខូស៊ឺចរាចរណ៍ហ្វឺស៊ឺធម្មតាធុរឹឆ្លងកាត់បន្តមកទៀតធូរីនេះយើងបកថាផ្លូវខាយ៉ូទៅមកចូលខញ្ជីបន្ទាប់ខញ្ជីហ្វឺរឹយើងបកថាធ្លាក់អូរីរឹយើងបកថាចុះនូរឹបកថាជីឈុកគឺហ៊ីនគ្រឿងបរិភោគស៊ីណាម៉ូណូទំនិញខីរឹពាក់សឹកមកដល់ដូប៊ឺសឹសัตว์នីម៉ូសឹអីវ៉ាន់ថាបេម៉ូណូរបស់ញ៉ាំតាតេម៉ូណូអាគារដូប៊ឺសឹសัตว์អ៊ឹនដូហាត់ប្រាណអ៊ឺហ្គគឹកម្រើកឬក៏ដំណើរការតាតេរឹសាងសង់តាតេម៉ូណូអាគារនីកៃដាតេអាគារដែលមាន2ជាន់ខ្ញុំបកថាអាគារនៅជាន់ទី2ក៏បានដែរខុងយ៉ាយប់នេះយូរឹពេលយប់បន្តមកទៀតតៃហ្វឺព្យុះខាហ្សេខ្យល់ដៃដូកូរ៉ូផ្ទះបាយកន្លែងបន្ទាប់នេះអ៊ីជីដៃនីដៃសានដៃយើងសំដៅទៅលើកុំព្យូទ័រទូរទស្សន៍ឬក៏ឡានជាដើមមួយគ្រឿងពីរគ្រឿងដៃបកថាគ្រឿងតៃហ្វឺខ្យល់ព្យុះតើអញ្ចឹងបងប្អូនគ្នានៅពេលដែលយើងរៀនខញ្ជីយើងទន្ទេញខញ្ជីទាំងអស់ហ្នឹងរៀនទៅសេច្រើនដងឲ្យចេះហើយចាំយើងចូលមកធ្វើលំហាត់ចឹងអាចនឹងរៀនខញ្ជីនឹងហើយចាំយើងស្គប់វីដេអូខ្ញុំសិនហើយចាំយើងឲ្យធ្វើលំហាត់ខ្លួនឯងហើយទៅចាំមកមើលវីដេអូតសម្រាប់លំហាត់ដំបូងរបស់យើងនេះគេឲ្យរើសខញ្ជីឲ្យត្រូវនឹងសំឡេងអានតើខញ្ជីនេះតើសំឡេងអានរបស់ខញ្ជីនោះរបៀបម៉េចតែអញ្ចឹងខ្ញុំអានប្រយោគយកតែម្ដងទៅកន្លែងនេះយើងដាក់គេដាក់ថា Yukata o kite mitai desu គឺថាចង់សាកល្បងពាក់សម្លៀកបំពាក់ kimono ចឹងចម្លើយរបស់យើង kimono គឺចម្លើយយ៉ងវ៉ាំសម្រាប់ ichiban yukata នេះយើងថាសម្លៀកបំពាក់បែបជប៉ុនដែលមានឈ្មោះថា yukata ហ្នឹងឯងតោះលេខ2 yokata កន្លែងនេះបកថាបើសិនជា yokata មានជីសៃសឹកកន្លែងនេះបកថាល្អតែវាអត់មានជីសៃសឹកទេសំឡេងអានបែបនេះគឺខុសតើចូលមកដល់សានបាំង komono មានថារបស់លេងរបស់ក្មេងទូចៗណារបស់ទូចរបស់ក្មេងលេងហ្នឹងយើងហៅថា komono តើចម្លើយលេខ4មកយើងមិញហើយ kimono ចូលមកដល់នីបាំង kaze o hikimashita មានថាខ្ញុំបានផ្ដាសាយអញ្ចឹងចម្លើយដែលត្រូវជាមួយនឹងខញ្ជីរបស់យើងគឺចម្លើយ Chiban Kaze
សម្រាប់នេះបងយើងបកថាខរៈគាត់សាន់បងចម្លើយសាន់បងរបៀបអានពាក្យនេះក៏អត់មានទេខុស Fuze លេខយងបងនេះក៏អត់មានដែរយើងចូលមកដល់លេខសាន់បងខៃសាណូអាណូតាតេម៉ូណូណូណាកានីអារីម៉ាស់កន្លែងនេះខ្ញុំបកថាក្រុមហ៊ុននេះក្រុមហ៊ុននោះគឺមានអគារនៅខាងក្នុងក្រុមហ៊ុននោះគឺមានអគារនៅខាងក្នុងអញ្ចឹងតាតេម៉ូណូរបស់យើងចម្លើយដែលត្រឹមត្រូវគឺអ៊ីឈីបាំងតោះយើងយកមើលនេះបាំងថាបេម៉ូណូយើងមកថាអាហាររបស់ញ៉ាំហ្នឹងសានបាំងថាកេម៉ូណូខុសទេអត់មានពាក្យហ្នឹងទេយងបាំងខេងឌូសនេះក៏អត់មានដែរយើងចូលមកដល់យងបាំងហាហាវ៉ាដៃដូកូរូនេះអ៊ីម៉ាស់ថាម្ដាយរបស់ខ្ញុំគាត់នៅផ្ទះបាយអញ្ចឹងដៃដូកូរូចម្លើយរបស់យើងដៃដូកូរូគឺសានបាំងតែយើងមកមើលអ៊ីឈីបាំងដៃតូកូរូកន្លែងនេះគេដាក់បន្លំទេអត់មានទេតៃឈូក៏អត់មានពាក្យនឹងដែរចម្លើយយើងមានលេខ3ហើយតែយងបាំងដៃឈូក៏អត់មានដែរគេដាក់មកបន្លំតែយើងចូលមកដល់គូបាំងមុនដៃនេះណានីណូកូតូបាវ៉ាដូកាគីម៉ាស្កាគេថាពាក្យនេះណាយើងពាក្យហីរ៉ាកាណានេះគឺយើងសរសេរជាខញ្ជីរបៀបម៉េចតែយើងអានគូបាំងមកដាក់ថាគូណូមីសេណូស៊ីណាម៉ូណូវ៉ាកៃដេសថារបស់ចំណីអាហារនៅក្នុងហាងនេះណាគឺមានតម្លៃថ្លៃអញ្ចឹងស៊ីណាម៉ូណូដែលយើងរៀនហើយនៅខញ្ជីមួយណាទៅស៊ីណាម៉ូណូគឺចម្លើយរបស់យើងគឺយ៉ងបាំងតោះអញ្ចឹងយើងចូលមកមើលលេខអ៊ីឈីបាំងឈុកហ៊ីនមានថាចំណីអាហារឌីបាំងឈុកគឺម៉ូណូមានថារបស់ញ៉ាំតសានបាំងតាតេម៉ូណូអាគារយ៉ងបាំងស៊ីណាម៉ូណូចឹងចម្លើយរបស់យើងគឺយ៉ងបាំងですចូលមកដល់រកគឺបាំងគីនេះស៊ឺតារ៉ាដេនវ៉ាស្ទីកដាសៃថាប្រសិនបើឬក៏នៅពេលណាតារ៉ានេះណាប្រសិនបើឬក៏នៅពេលដែលទៅដល់ស្ថានីយ៍រថភ្លើងហ្នឹងទូរស័ព្ទមកខ្ញុំមកចឹងចម្លើយរបស់យើងគឺជាបាំងស៊ឺតារ៉ាមកពីពាក្យស្គីម៉ាតសម្រាប់នេះបាំងឃីតារ៉ាប្រសិនបើមកដល់ស៊ឺតារ៉ាមិនថាបកថាប្រសិនបើមកដល់ដូចគ្នាតែថៃមិនយើងអត់យល់លេខ2ជាចម្លើយត្រឹមត្រូវដោយសារតែឃីតារ៉ាកន្លែងនេះគេអត់ធ្វើប្រើតែវាមិនអានេះពីនិយាយធម្មតាក៏វាអត់ខុសទេប៉ុន្តែគេអត់ដែលប្រើពាក្យហ្នឹងទេអញ្ចឹងជាទូទៅគឺគេប្រើអ៊ីឈីបាំងស៊ឺតារ៉ាសាន់បាំងខញ្ជីនេះខុសទេយ៉ងបាំងក៏អត់មានដែរតែយើងចូលមកដល់ណាបាំងធូរីអូរីលម៉ែនេះអូកានេះអូហារ៉ៃម៉ាស់យើងមកថាគឺមុនពេលដែលយើងចុះហ្នឹងណាគឺយើងត្រូវបង់លុយថាបង់លុយមុនហ្នឹងយើងចុះអញ្ចឹងចម្លើយរបស់យើងគឺចម្លើយនេះបាំងអូរីលខញ្ជីនេះបាំងគឺខញ្ជីអូរីលតោះខញ្ជីជីបាំងគឺខញ្ជីណូរឹមានថាជីអូនេះបាំងអូរីលចុះសានបាំងខុសទេគេដាក់មកបន្លំសម្រាប់យ៉ងបាំងហ្វឺរឹមានថាបក់ឬក៏ធ្លាក់អីហ្នឹងដូចជាភ្លៀងធ្លាក់ជាដើមអាមេហ្គាហ្វឺរឹ
តែយើងចូលមកដល់ហាជីបាំងここは動物の病院です រាទីនេះណាគឺជាមន្ទីរពេទ្យសត្វ動物សត្វអញ្ចឹងចម្លើយត្រឹមត្រូវខាន់ជាមួយណាខាន់ជាសត្វគឺអ៊ីជីបាំង動物ត2番គឺ食物にបកថាអាហារ3番建物អគារ4番荷物អីវ៉ាន់ចឹងវីដេអូនេះយើងរៀន2ទំព័រជួបគ្នាទំព័រក្រោយ